7 តួនាទីរបស់ប៊ូតុងនៅក្នុង menu formula menu នេះមានទីតាំងនៅខាងលើបន្ទាប់ពី menu page layout វាមានតួនាទីបង្ហាញឈ្មោះប៊ូតុងផ្សេងទៀតនៅពេលដែលអ្នកចុចនៅលើវា insert function គឺសម្រាប់កែនិងបន្ថែមរូបមន្តឲ្យ cell auto sum គឺសម្រាប់សរសេររូបមន្តបូកដោយស្វ័យប្រវត្តិ recently used សម្រាប់បង្ហាញនិង select យកបញ្ជីឈ្មោះរូបមន្តទូទៅ financial គឺជាបញ្ជីឈ្មោះរូបមន្តដែលទាក់ទងទៅនឹងសារពើព័ន្ធ logical គឺជាបញ្ជីឈ្មោះរូបមន្តដែលទាក់ទងទៅនឹងកតវិទ្យា text គឺជាបញ្ជីឈ្មោះរូបមន្តដែលទាក់ទងទៅនឹងអត្ថបទ date and time គឺជាបញ្ជីឈ្មោះរូបមន្តដែលទាក់ទងទៅនឹងពេលវេលា look up and reference គឺសម្រាប់បង្ហាញនិង select រកបញ្ជីឈ្មោះរូបមន្ត math and trick គឺជាបញ្ជីឈ្មោះរូបមន្តដែលទាក់ទងទៅនឹងគណិតវិទ្យានិងត្រីកោណមាត្រសាស្ត្រ more function គឺសម្រាប់បង្ហាញបញ្ជីឈ្មោះរូបមន្តបន្ថែមទៀត name manager សម្រាប់បង្កើតកែនិងលុបព័ត៌មានក្នុង cell define name សម្រាប់កំណត់ឈ្មោះថ្មីឲ្យ cell use in formula ប្រើរូបមន្តជាឈ្មោះរបស់ cell ណាមួយ create from selection សម្រាប់បង្កើតឈ្មោះពីការ select cell track precedent បង្ហាញជួរ cell ដែលមានឥទ្ធិពលដល់ cell បច្ចុប្បន្ន track dependent បង្ហាញ cell ដែលមានទំនាក់ទំនងគ្នា remove arrow លុបសញ្ញាព្រួញដែល cell មានទំនាក់ទំនងគ្នាចេញ show formula បង្ហាញ cell ដែលមានទំនាក់ទំនងនឹងរូបមន្ត error checking សម្រាប់ត្រួតពិនិត្យកំហុស evaluate formula វាយតម្លៃការសរសេររូបមន្ត watch window សម្រាប់មើលផ្ទាំង window calculation option នៅពេលដែលយើងកែតម្លៃលេខនៅក្នុង cell ណាមួយដែលទាក់ទងទៅនឹងរូបមន្តនោះវានឹងគណនាឲ្យដោយស្វ័យប្រវត្តិ